ខសយខ្ញុំថ្ងៃនេះគឺថាសុំបែបរៀងកកកតិចហើយសំខាន់មានគ្រឿងដល់តែ4មុខក៏លាយបញ្ចូលគ្នាទៀតខម្ចាស់នេះគឺថាឡើងគ្រប់គ្រឿងតែម្ដងមានតាំងពីពងទាពងមាន់សាច់ជ្រូក3ជាន់រួមជាមួយនឹងតៅក័រនេះជាពិសេសគឺថាទំពាំងយើងតែម្ដងបងប្អូននិយាយទៅពណ៌សវគេក៏តំណងដែរមុខនេះម្នាក់ញ៉ាំដោយក្តីសុខតែម្ដងចំណែកគ្រឿងផ្សំយើងមានជាមួយនឹងតៅហ៊ូដែលយើងចៀនហើយទំពាំងពងទាពងមាន់រួមជាមួយនឹងសាច់ជ្រូកយើងនឹងជាដំបូងខ្ញុំមកប្រឡាក់ជាមួយនឹងសាច់ជ្រូកយើងជាមុនសិនខ្ញុំមានខ្ទឹមសម្រេចទឹកប្រេងខ្យងទឹកស៊ីអ៊ីវរួមជាមួយនឹងប៊ីចេងក៏ដូចជាម្សៅស៊ុបផងដែរបងប្អូនហើយយើងបន្ថែមជាមួយនឹងស្ករក្រហមបន្ថែមទៀតច្របល់ឲ្យសព្វចូលគ្នាហើយយើងផ្អាប់ទុកមួយបន្ទាប់មកយើងចាប់ផ្ដើមមកកូរជាមួយនឹងស្ករក្រហមជាមួយនឹងខ្ទឹមសម្លេងវាឡើងជើងក្រងឈ្ងុយអញ្ចឹងចាំដាក់ទឹកស៊ីអ៊ីវចូលកូរវារៀងចូលគ្នាបន្តិចចាំយើងដាក់ជាមួយនឹងទឹកប្រេងខ្យងក៏ដូចជាប៊ីចេងរួមជាមួយនឹងម្រេចចូលផងដែរបងប្អូនម្រេចដាក់ម្លីងអញ្ចឹងកាន់តែឈ្ងុយមកបន្ទាប់មកយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលសព្វគ្នាល្អយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ជ្រូកដែលយើងប្រឡាក់ទុកមុននឹងចូលតាមម្ដងយើងកូរគ្រឿងលបាយទាំងអស់ហ្នឹងឲ្យចូលសព្វពណ៌គ្នាល្អទៅបងប្អូននិយាយទៅគ្រាន់តែដាក់មកគឺថាពណ៌ឡើងក្រហមបាត់ហើយយើងគ្របវាទុកចោលបន្តិចទៅបន្ទាប់ពីបើកមកវិញហ្នឹងយើងចាប់ផ្ដើមដាក់ជាមួយនឹងទំពាំងចូលតាមម្ដងទំពាំងនេះដែរមុនយកមកខគឺខ្ញុំបានស្ងោរវាឲ្យអស់ជាតិហាងម្ដងហើយបងប្អូនអញ្ចឹងពេលយើងយកមកខគឺថាលឿនយើងកូរទំពាំងមួយសាច់ជ្រូកមើលតែរៀងដាច់ទឹកបន្តិចហើយហ្នឹងយើងចាប់ផ្ដើមដាក់ទឹកស្អាតយើងចូលគ្របទុកឲ្យវាមកពុះវិញទៅបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយនឹងតៅហ៊ូក៏ដូចជាពងមាន់ពងទាយើងចូលតែម្ដងនិយាយទៅយើងដាក់គ្រឿងផ្សំពីមួយដំណាក់កាលទៅមួយដំណាក់កាលយើងត្រូវគ្របវាមកបងប្អូនដើម្បីឲ្យឆ្អិនល្អហើយងុំឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីយើងគ្របហើយរំងាស់ទុកបានឡើងពណ៌ស្អាតប៉ុណ្នេះគឺថារួចរាល់បាត់ហើយបងប្អូនចុងក្រោយយើងរោយជាមួយនឹងស្លឹកខ្ទឹមទៅជាការស្រេចហើយរំងាស់នេះក៏មិនមែនឆ្លងថ្ងៃឆ្លងអីដែរបងប្អូនតែមួយផ្លែហ្នឹងគឺថាបានញ៉ាំបើចង់ឲ្យងុំឆ្ងាញ់ហើយយើងខទុកមួយថ្ងៃកាន់តែជាតិហ្មងខពងទាមានទាំងពីតៅក័រមានទាំងពីសាច់ជ្រូកមើលស្បែកជ្រូកសំខាន់នេះគឺពងទានេះឯងពងទាដាក់ចូលក្នុងចានមួយមកខ្ញុំសុំជាមួយនឹងតៅហ៊ូឯងតៅហ៊ូតៅក័រហ្នឹងបងប្អូនក្តៅញ៉ាំមួយបាយសអូនមិនឆ្ងាញ់ណាស់ធំហ្មងមានតែស្ពាំងទៀតណែអូនមិនពងទាធំល្អហ្មងต้องไพ่มองไหมจับสัชูอามาดมนี่วะเอาเลยยายปีយើងស្ទើរតែខអីហ្នឹងអាចយកស្រូបពីលើជិះមកនេះខមួយមុខនេះគឺថាម្នាក់ញ៉ាំឡើងពេញមាត់តែម្ដងសំខាន់សាច់ជ្រូកយើងបងប្អូនឃើញខ្ញុំខាំមកគឺថាឡើងទុនហ្មងគឺថាឆ្ងាញ់ខ្លាំងមែនតើហ្មងសំខាន់ចូលជាតិគ្នាល្អទៀតនិយាយពីទំពាំងយើងវិញក៏ទុនមិនណយដែរបងប្អូនសំខាន់អត់មានជាតិហាងទេរកនឹងម្ហូបអីអត់ឃើញបងប្អូនអាចសាកមកមុខនេះបានតែនេះដឹងតែបាយអស់ពីចានហ្មងហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនតាណាម៉ាណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ